ទឹកចិត្តឪពុកម្ដាយជាទូទៅគឺគាត់មិនដែលចង់បានអ្វីអំពីកូនប្រុសស្រីនោះទេសំខាន់កូនប្រុសស្រីនឹងធ្វើយ៉ាងណាដើម្បីកុំឲ្យគាត់ពិបាកចិត្តទៅបានហើយអញ្ចឹងបាននឹកឃើញកំណាព្យមួយដែលគ្រូអគ្គសរសេរនៅក្នុងសៀវភៅកូនវាឪពុកគាត់ដាក់ចំណងជើងថាកូនត្រូវចេះគិតអ្វីៗក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪកូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់បើមិនបានសងអ្វីធំដុំកុំតែស្រីមុំប្រែក្រឡាប់ចុះចេញពីផ្ទះមិនបានប្រាប់ប្រញាប់តាមប្រុសព្រោះស្នេហាចំណែកកូនប្រុសក៏ដូចគ្នាកុំធ្វើរឹកពីមនុស្សបាតផ្សាប្រគល់ខ្លួនប្រាណឲ្យស្រីស្រារោគផ្ដាច់សង្ខារចោលម៉ែឪម៉ែឪចិញ្ចឹមដំ20ឆ្នាំកូនបានធ្វើកម្មគេអាស្រូវចុះចេញពីផ្ទះបាត់ភ្លាមទៅតើឲ្យម៉ែឪនៅសល់អ្វី